សម្រាប់វីដេអូមួយនេះគឺខ្ញុំមកធ្វើការចែករំលែកទៀតហើយអញ្ចឹងសម្រាប់អ្នកដែលគាត់មិនទាន់ចេះឆែកមើលតើ Facebook របស់យើងមាននរណាគេខ្លះដែលបានចូលប្រើប្រាស់អញ្ចឹងវីដេអូមួយនេះសម្រាប់អ្នកដែលគាត់អត់ទាន់ចេះឆែកអញ្ចឹងណាតែបើបងគាត់ចេះហើយបងអាចធ្វើការអូសរំលងនៅវីដេអូនេះបានអូខេអញ្ចឹងឥឡូវខ្ញុំមកប្រាប់អ្នកគ្នាខ្លីៗអញ្ចឹងពីរបៀបការឆែកមើលតើមាននរណាម្នាក់ចូលក្នុងFacebook យើងសង្ងំប្រើប្រាស់ឬក៏លួចទិន្នន័យអីផ្សេងៗអញ្ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបការឆែកមើលតើមាននរណាគេខ្លះដែលកំពុងតែចូលឥឡូវយើងធ្វើការចុចក្នុង Facebook របស់យើងមកបាទអូខេនៅពេលអ្នកគ្នាចូលក្នុង Facebook នេះហើយបងប្អូនគាត់ចុចកន្លែងសញ្ញារូប profile របស់យើងបាទបន្តមកទៀតនោះអ្នកគ្នានឹងចុចកន្លែងវាថារូបកងចក្រនេះមកឬក៏ចុចកន្លែង setting នៅខាងក្រោមនេះក៏បានដែរនេះកន្លែង setting ការកំណត់នេះក៏បានដែរបាទអ្នកគ្នាចុចមួយណាក៏បានដែរបាទខ្ញុំចុចខាងនោះមកចឹងបន្តមកទៀតអ្នកគ្នាមកដល់កន្លែងហ្នឹងអ្នកគ្នាធ្វើការចុចរកពាក្យថាគណនីរបស់យើងបាទអញ្ចឹងទូរស័ព្ទអ្នកគ្នាបើសិនជាភាសាខ្មែរនិងអង់គ្លេសគឺដូចតែគ្នាតែអ្នកគ្នាអាចចំណាំមើលទៅអញ្ចឹងអ្នកគ្នាចុចយកពាក្យថាពាក្យសម្ងាត់និងសន្តិសុខបើអង់គ្លេសគេដាក់ថា password ឬក៏អ្នកគ្នាចំណាំរូបនេះទៅបាទបន្តមកទៀតអ្នកគ្នាអធិស្ឋានអ្នកចុចលើនឹងពណ៌មកបន្តមកទៀតអ្នកគ្នាអាចធ្វើការអូសចូលក្រោមតិចមកអ្នកគ្នានឹងឃើញគេដាក់ថាកន្លែងដែលអ្នកបានចុះឈ្មោះចូលបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំនិយាយរឿងតើតិចហើយអ្នកគ្នាដោយសារថាប្រាសាយអ្នកគ្នាពេលអញ្ចឹងរឿងឈឺកតិចអ្នកគ្នាបាទអញ្ចឹងបន្តមកទៀតអ្នកគ្នាគាត់ធ្វើការចុចលើនឹងមកលើរូប profile យើងមកអញ្ចឹងមកដល់កន្លែងនេះអ្នកគ្នានឹងឃើញហើយដែលមានឧបករណ៍ឬក៏ទូរស័ព្ទជាច្រើនដែលបានលុកចូលទៅក្នុង Facebook របស់យើងដែលបានប្រើប្រាស់អញ្ចឹងអ្នកគ្នាអាចធ្វើការមើលទៅបើសិនជាឃើញ Facebook ណាមួយដែលមិនមែនជា Facebook ទូរស័ព្ទដៃរបស់យើងអ្នកគ្នាជាស្រ័យដែលមិនមែនជាម៉ាកទូរស័ព្ទដៃរបស់យើងអ្នកគ្នាអាចធ្វើការចុចដកវាចេញបានដោយអ្នកចុចប៊ូតុងខាងក្រោមមកនេះអ្នកគ្នាចុចប៊ូតុងជាស្រ័យអ្នកគ្នាចុចកន្លែងអក្សរពណ៌ក្រហមនេះមកដែលគេដាក់ថាជ្រើសរើសឧបករណ៍ចេញនេះចុចលើហ្នឹងទៅបន្តមកទៀតអ្នកគ្នាឃើញកន្លែងនេះវាមានម៉ាកទូរស័ព្ទជាច្រើនដែលមិនមែនជាទូរស័ព្ទរបស់យើងឧទាហរណ៍ណាអញ្ចឹងអ្នកគ្នាថាទូរស័ព្ទនោះម៉ាកហ្នឹងវាមិនមែនទូរស័ព្ទរបស់យើងទេអញ្ចឹងលើទូរស័ព្ទនោះវាមានទីតាំងហើយនៅណាអញ្ចឹងបើគ្នាមើលទៅឧបករណ៍ណាដែលមិនមែនជារបស់យើងហើយឃើញទីតាំងវាខុសប្លែកអ្នកគ្នាក៏អាចធ្វើការចុចតិចចេះទៅបន្តទៀតអ្នកគ្នាឃើញកន្លែងសញ្ញាផ្ដាច់នេះហើយអញ្ចឹងអ្នកគ្នាក៏អាចធ្វើការចុចផ្ដាច់ទៅគឺវានឹងលោតចេញពីក្នុងទូរស័ព្ទដៃយើងអូបាត់អស់ហើយអ្នកគ្នាវាមានចប់ទេអញ្ចឹងអ្នកគ្នាកុំភ្លេចឧស្សាហ៍ចូលឆែកមើលផងជៀសវាងមានជនមិនស្គាល់ឬក៏បុគ្គលណាមួយដែលគេចង់ចូលមកហេកយកទិន្នន័យរបស់យើងឬក៏និយាយទៅឲ្យសុវត្ថិភាពរបស់យើងតែម្ដងអ្នកគ្នាកុំភ្លេចចូលទៅឧស្សាហ៍ឆែកមើលផងបាទនិយាយទៅតង password អ្នកគ្នាគួរតែ 3-4 ខែអ្នកគ្នាអាចធ្វើការផ្លាស់ប្ដូរវាម្ដងទៅដើម្បីសុវត្ថិភាពរបស់យើងអញ្ចឹងណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាសម្រាប់ការចែករំលែកបើសិនជាអ្នកគ្នាគិតថាវីដេអូនេះល្អមានប្រយោជន៍ដល់អ្នកនរគ្នាអ្នកគ្នាកុំភ្លេចចុច subscribe ម្លាយជា YouTube ឲ្យខ្ញុំអ្នកមួយផងអ្នកនរគ្នាអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយទៀត